hôi ấy bóng ồn chứ hơi nhé dạ toàn phật mót đấy nè hôi bật đâyนี่ហើយជាផ្លូវដែលខ្ញុំទៅបង្រៀនរាល់ថ្ងៃបន្ទាប់ពីផ្លូវកៅស៊ូក្រាលកៅស៊ូរួចណាយើងក៏បានធ្វើដំណើរនៅលើផ្លូវលំហើយផ្លូវលំប្រភេទនេះដូចបងប្អូនបានដឹងអញ្ចឹងបើមេឃអត់ភ្លៀងចេះណាគឺហុយប៉ុន្តែបើមេឃភ្លៀងរអិលជាប់ម៉ូតូជាប់អីព្រោះដីជាដីក្រហមផងអញ្ចឹងនេះសំណាងតិចដែរពេលដែលខ្ញុំថតនេះគឺអត់ឃើញមានឡានទេណាបងប្អូនយើងអត់ទាន់បានជួបឡានទេប៉ុន្តែមិនទាន់ធ្វើម៉េចទេព្រោះអត់ទាន់ដល់សាលារៀនហើយអានេះគឺយើងធ្វើដំណើរតាមដងផ្លូវនៅឡើយចំណែកឯអមសងខាងផ្លូវហ្នឹងគឺជាផ្ទះរបស់អាណាព្យាបាលសិស្សដែលរៀននៅសាលាខ្ញុំកំពុងធ្វើការហ្នឹងណាបាទមានខ្លះទៅកូនគាត់ធំទៅក៏ឡើងទៅដល់ថ្នាក់អនុវិទ្យាល័យហ៊ូសាលាហ្នឹងទៅហើយបើតូចៗចឹងរៀននៅនឹងត្រឹមទី6ហើយឃើញស្រាប់ឯងបងប្អូនគាត់តែម៉ូតូជិះមកណាក៏ហុយដែរមិនចាំបាច់អីទៅឡានទេហើយវាមិនមែនជាទុកលំបាកអីទេប៉ុណ្ណឹងព្រោះយើងបរៀននេះគឺយើងយកបេះដូងមកបរៀនមិនមែនមកបរៀនដើម្បីយកតែប្រាក់ខែទេការបង្រៀនគឺយើងបង្រៀនយកចិត្តទុកដាក់បង្រៀនដោយបេះដូងបង្រៀនដោយការស្រឡាញ់ហើយបង្រៀនឲ្យក្មេងៗស្នេហាក៏ដូចជាមានស្មារតីជាតិនិយមធ្វើយ៉ាងណាឲ្យក្មេងៗស្រឡាញ់ជាតិសាសន៍ខ្មែរស្រឡាញ់ខ្មែរយើងបាទជៀសឆ្ងាយគេហៅថាការភ្លើតភ្លើនភ្លេចខ្លួនឯងថាជាអីអញ្ចឹងរាល់ថ្ងៃហ្នឹងគឺខិតខំប្រឹងប្រែងណាស់បងប្អូនដើម្បីណែនាំកុមារីឬក៏សិស្សានុសិស្សហ្នឹងណាឲ្យគាត់ប្រឹងប្រែងរៀនសូត្រប្រះចាក់នៅអំពើពាលាកុំឲ្យខ្លាចជាក្មេងខើក្មេងខូចដោយបងប្អូនបានឃើញអញ្ចឹងភូមិនេះគឺរៀងដាច់ស្រយាលហើយតែអប់រំមិនស្រួលហ្នឹងគឺក្មេងអាចថាគាត់មានកំណត់ផ្សេងបែកផ្សេងណាគាត់អាចថាទៅធ្វើអីផ្សេងអញ្ចឹងទៅអញ្ចឹងហើយយើងក្នុងនាមជាគ្រូមិនថាគេមិនថាខ្ញុំទាំងអស់គ្នាណាគឺប្រឹងប្រែងខ្លាំងណាស់ដើម្បីណែនាំក្មេងៗបង្ហាត់បង្រៀនអប់រំចំណេះវិជ្ជាផងអប់រំផ្នែកសិលធម៌ផងហើយធ្វើម៉េចដោយសារតែអាណាព្យាបាលខ្លះក៏គាត់មិនបានសិក្សារៀនសូត្រដែរពីព្រោះថាពីមុនមកហ្នឹងគឺវារៀងដាច់ស្រយាលខ្លាំងសុំតបន្តិចបងប្អូនមិញនឹងលមកចេញមកអត់បាននេះអូយហុយឲ្យបងប្អូនជើឃើញហ៎និយាយអត់ទាន់ផុតមាត់ទេណាហុយបាត់ហើយមិញនឹងលមកចេញមកទៅគាត់អត់បានមើលហើយយើងក៏មិនបានប៉ះគ្នាឬក៏អីដែរគាត់រៀងអកសើបន្តិចខ្ញុំក៏ចុចបិទកាមេរ៉ាទៅកុំឲ្យថាអាក្រក់មើលរូបភាពណាហើយក៏គ្មានបញ្ហាអីធំដុំទេតែឥឡូវបញ្ហាកំពុងជួបប្រទេសហ្នឹងគឺហុយខ្លាំងមែនតើនេះឃើញណាហុយយកហ្មងហើយចិត្តដល់សាលាហើយក្មេងៗឲ្យទៅដល់ឃើញខ្ញុំទៅដល់បាសរត់មកទទួលមិនរត់ទទួលទេគឺពួកគាត់មើលតាមសាលាតាមមើលពីសាលាមើលអីមកអញ្ចឹងណាគាត់របៀបថារាំងសុបាយចិត្តពេលដែលគ្រូមកដល់ខ្ញុំមានអារម្មណ៍ថាពួកគាត់ស្រឡាញ់ខ្ញុំស្រឡាញ់ខ្លាំងមិនធម្មតាទេខ្ញុំមិនមានអីចំណេះដឹងអីជ្រៅជ្រះខ្លាំងអីទេគ្រាន់តែថាយើងយកបេះដូងមកបរៀនដូចថាអញ្ចឹងឥឡូវពួកគាត់នឹងអង្គុយក្រោមដើមឈើអង្គុយអីយើងមកដល់សាលាណាអង្គុយក្រោមដើមឈើខ្លះហើយអ្នកខ្លះក៏អត់ទាន់មកទេថ្ងៃនេះខ្ញុំមករាំងលឿនតិចហើយដោយសារតែខ្ញុំមកពីព្រឹកអូស្រែកហៅណោះរត់ណា